សៀវភៅដើរតាមបេះដូងវគ្គទី4ជីវិតរបស់អ្នកគឺជាការសម្ដែងទៅតាមសាច់រឿងដែលស្ថិតនៅក្នុងផ្នត់ជំនឿរបស់អ្នកដូច្នេះនៅពេលអ្នកផ្លាស់ប្ដូរឫសគល់នៃផ្នត់ជំនឿរបស់អ្នកចំពោះពិភពលោកខាងក្រៅពេលនោះជីវិតរបស់អ្នកក៏នឹងផ្លាស់ប្ដូរទៅតាមនោះដែរ 1. ជំនឿ 2. ការងាររបស់ខ្ញុំគឺជាមេបញ្ហា 3. រកលុយ 4. បំពុលខ្លួនឯង 5. វាមិនមែនបណ្ដាលមកពីអ្វីដែលកើតលើអ្នក 1. ជំនឿ នៅពេលមនុស្សត្អូញត្អែរអំពីដែនកំណត់របស់ពួកគេតែងតែនិយាយថាខ្ញុំមិនអាចធ្វើបានព្រោះពាក្យដោះសារទូទៅរបស់ពួកគេគឺខ្ញុំគឺអញ្ចឹងឬបើនិយាយឲ្យស៊ីជម្រៅបន្ថែមទៀតពួកគេចង់មានន័យថាខ្ញុំគិតថាខ្ញុំជាមនុស្សបែបនឹងឯងវាជាផ្នត់ជំនឿរបស់ពួកគេយើងអាចរៀនអំពីផ្នត់ជំនឿរបស់ខ្លួនឯងបានតាមរយៈការសិក្សាអំពីត្រីបន្ទាប់នេះគឺជាការធ្វើពិសោធន៍មួយដែលត្រូវបានប្រព្រឹត្តនៅជាឋាន Woodhull Oceanographic Institute ចូលអ្នកសាកល្បងរៀបចំអាងទឹកតូចមួយដោយខ្លួនឯងបន្ទាប់មកបែងចែកវាជាពីរប្រឡោះដោយប្រើកញ្ចក់មួយផ្ទាំងមកបាំងដូច្នេះឥឡូវនេះអ្នកមានបន្ទប់ពីរសម្រាប់ត្រីឥឡូវចូលអ្នករកត្រីប្រភេទ Barracuda មួយហើយដាក់ឈ្មោះថា Berry និងរកត្រីមួយទៀតប្រភេទ Mullet ត្រី Barracuda ចូលចិត្តស៊ីត្រី Mullet ខ្លាំងណាស់ដាក់ត្រីនីមួយៗនៅក្នុងប្រឡោះនីមួយៗពេលដាក់ដល់ទឹកភ្លាម Berry សម្រុកទៅកាន់ Mullet ហើយបុកក្បាលទៅនឹងកញ្ចក់មួយទំហំពេញផាំងវាក៏ដកថយហើយតម្រង់ក្បាលសម្រុកចូលម្ដងទៀតផាំងក្នុងរយៈពេលមួយសប្ដាហ៍ Berry នឹងឈឺច្រមុះជាទម្ងន់ទីបំផុតវាគិតថា Mullet គឺមានន័យថាឈឺចាប់ហើយវាក៏សម្រេចចិត្តឈប់ដេញចាប់ Mullet តទៅទៀតបន្ទាប់មកអ្នកអាចដកផ្ទាំងកញ្ចក់ចេញបានហើយទាយទៅមើលថាមានអ្វីកើតឡើងមានហើយ Berry ឃ្លានអាហាររហូតដល់វាស្លាប់ទោះបីជាត្រី Mullet ហែនៅក្បែរខ្លួនវាក៏ដោយតែក៏វាមិនហ៊ានខាំដែរវាស្គាល់ព្រំដែនរបស់វាហើយវាមិនហ៊ានហែលចេញក្រៅព្រំសីមានោះទេតើរឿងរបស់ Berry គួរឲ្យសង្វេគណាស់មែនទេតាមពិតទៅរឿងនេះឆ្លុះបញ្ចាំងការពិតដែលកើតឡើងលើមនុស្សយើងសឹងតែគ្រប់គ្នាយើងមិនហ៊ានរត់ទៅជល់នឹងផ្ទាំងកញ្ចក់ដោយត្រី Berry ទេតែយើងចូលចិត្តរកគ្រូឪពុកម្ដាយនិងមិត្តភ័ក្តិណាដែលចូលចិត្តប្រាប់យើងថាយើងមានដែនកំណត់ប៉ុណ្ណេះឬប៉ុណ្ណោះហើយប្រាប់អំពីអ្វីដែលយើងអាចធ្វើបានតែប៉ុណ្ណោះកាន់តែអាក្រក់នោះគឺទីបំផុតយើងធ្វើឲ្យទស្សនៈរបស់ពួកគេក្លាយជាផ្នត់ជំនឿរបស់យើងជំនឿរបស់យើងគឺជាព្រំដែនសីមារបស់យើងនឹងឯងមានន័យថាជំនឿរបស់យើងធំប៉ុណ្ណាព្រំដែនរបស់យើងគឺធំប៉ុណ្ណោះហើយរឿងដែលគួរឲ្យខ្លាចថែមទៀតនោះគឺយើងការពារវាថាត្រឹមត្រូវនិងមិនហ៊ានបោះបង់ជំហានចេញអំពីវាឡើយដូចជាសត្វអណ្ដើកដែលមិនហ៊ានចេញអំពីស្នូករឿងតែងតែកើតឡើងទៅតាមជំនឿរបស់អ្នកហើយជំនឿលើរបស់អ្វីមួយអាចធ្វើឲ្យរបស់នឹងកើតឡើងបានBerry និយាយនឹងខ្លួនឯងថាខ្ញុំបានហែតម្រង់ទៅមុខពេញមួយទំហឹងម្ដងរួចទៅហើយដូច្នេះឥឡូវនេះខ្ញុំគ្រាន់តែហែឆ្វែលចុះឡើងទៅល្អជាងឯយើងវិញនិយាយនឹងខ្លួនឯងថាខ្ញុំធ្លាប់បានផ្ដល់អស់ពីចិត្តទៅលើការសិក្សាស្នេហានិងការងារម្ដងហើយពីមុនមកឥឡូវនេះខ្ញុំគ្រាន់តែទៅល្អជាងយើងបង្កើតទ្រុងកញ្ចក់មួយឲ្យខ្លួនឯងហើយទីបំផុតយើងទទួលជឿថាវាគឺជាការពិតរបស់ខ្លួនតាមពិតទៅវាគ្រាន់តែជាអ្វីដែលយើងធ្លាប់ជឿតែប៉ុណ្ណោះតើមនុស្សយើងជាប់ជំពាក់រឹងមាំប៉ុណ្ណាទៅនឹងផ្នត់ជំនឿរបស់ពួកគេចូលអ្នកពិចារណាលើជំនឿមួយចំនួនដូចជាជំនឿសាសនាឬជំនឿនយោបាយសាក់លបងមើលពេលនោះអ្នកនឹងដឹងមិនខានប៉ុន្តែខ្ញុំដឹងថាខ្ញុំត្រូវតើវាគួរឲ្យអស់សំណើចដែរឬទេយើងទាំងអស់គ្នាទោះតិចឬច្រើនសុទ្ធតែមានជំនឿខុសចំពោះពិភពលោកហើយយើងសុទ្ធតែគិតថាខ្លួនឯងត្រូវថែមទៀតផងហេតុអ្វីព្រោះតែយើងប្រកាន់ថាខ្លួនត្រូវនឹងហើយ Fred ជឿថាជីវិតគឺពិបាកណាស់គាត់ត្រូវតែធ្វើការចំនួន70ម៉ោងក្នុងមួយសប្ដាហ៍ទើបអាចរស់បានពេលគាត់អានកាសែតនៅត្រង់ផ្នែកស្វែងរកការងារគាត់ឃើញមានតួនាទីមួយកំពុងត្រូវការបុគ្គលិកដែលផ្ទាំងផ្សព្វផ្សាយនោះនិយាយថាធ្វើការតិចម៉ោងការងារអាចផ្លាស់ប្ដូរបានមានឱកាសធ្វើដំណើរកម្សាន្តអាចប្រើប្រាស់ឡានរបស់ក្រុមហ៊ុននិងមានប្រាក់ខែខ្ពស់បំផុត
ពេលនោះ Fred ក៏ស្រែកឡើងថាបោកប្រាស់វាមិនដែលមានការងារល្អបែបនេះនោះទេបើមិនផ្ដល់ប្រយោជន៍ច្រើនឲ្យគេវិញស្មានតែគេឲ្យយើងស្រួលបែបនេះឬ Fred មើលបន្តគាត់ឃើញផ្ទាំងពាណិជ្ជកម្មមួយទៀតហើយមួយនោះគឺជាការងារដែលស្ថិតនៅកន្លែងដែលទាមទារការធ្វើដំណើររហូតដល់2ម៉ោងឯណោះប្រើមធ្យោបាយធ្វើដំណើរខ្លួនឯងធ្វើការយូរម៉ោងប្រាក់ខែទាប Fred ស្រែកឡើងថាការងារមួយនេះមើលទៅដូចជាល្អគាត់ក៏ដាក់ពាក្យឲ្យទទួលការហៅឲ្យមកសម្ភាសអ្នកគ្រប់គ្រងនិយាយថាផលិតផលរបស់យើងគឺមិនទៀងទាត់អតិថិជនរបស់យើងគឺមិនចូលចិត្តយើងប៉ុន្មានទេហើយម្ចាស់ក្រុមហ៊ុននេះជាមនុស្សទុច្ចរិតបើលោកចង់ធ្វើការនៅទីនេះលោកចំជាមនុស្សឈួតមិនខានហើយ Fred ក៏តបវិញថាមិនអីទេលោកតែខ្ញុំអាចចាប់ផ្ដើមនៅថ្ងៃណា Fred អះអាងថាទ្រឹស្ដីរបស់គាត់អំពីជីវិតគឺជាគំនិតត្រឹមត្រូវពោលគឺគំនិតគិតថាខ្លួនគឺជាមនុស្សគ្មានតម្លៃស្រាប់ទៅហើយដូច្នេះហើយទើបគាត់រីករាយពេលឃើញខ្លួនឯងលំបាកឬធ្វើការដែលមិនសមរម្យខណៈពេលដែលយើងកំពុងធំដឹងក្តីគ្រូបង្រៀនឪពុកម្ដាយនិងមិត្តភ័ក្តិរបស់យើងតែងតែប្រាប់រឿងយើងជាច្រើនដូចជាខួរក្បាលឯងល្ងងមិនអាចចេះគណិតបានទេឯងច្រៀងឮដោយសត្វទានិងឯងមិនអាចជួយខ្លួនឯងបានទេជាដើមពួកគេនិយាយថាជីវិតគឺលំបាកណាស់ឯងនឹងក្ររហាមឯងនឹងស្ទៃបន្ទោសរដ្ឋាភិបាលទាំងអស់នេះគឺជាកម្មវិធីដែលអ្នកប្រើដើម្បីដឹកនាំជីវិតដូច្នេះអ្នកក៏ចេញដំណើរឲ្យអនុវត្តតាមវាសឹងតែដូចបេះបិទនឹងតារាដែលសម្ដែងតាមប្រូក្រាមរបស់សាច់រឿងអ្នកប្រើជាជឿលើវាបើទោះបីជាដឹងថាវាកំពុងតែបំផ្លាញជីវិតរបស់អ្នកក៏ដោយចូលសាកល្បងណែនាំ Fred ថាគាត់គួរតែលះបង់ជំនឿដែលគាត់បានទទួលយកអស់ជាង40ឆ្នាំមកនេះចោលទៅពេលនោះគាត់នឹងមិនសប្បាយចិត្តមិនខានខ្ញុំលំបាកជាង40ឆ្នាំមកហើយដោយសារផ្នត់ជំនឿនេះតើលោកចង់ឲ្យខ្ញុំលះបង់វាឥឡូវនេះហើយឲ្យខ្ញុំទទួលស្គាល់ថាខ្ញុំគឺជាអ្នកដែលបានបង្កើតភាពរញ៉េរញ៉ៃនេះដោយខ្លួនឯងឬយើងភាគច្រើនគិតចង់ឲ្យខ្លួនឯងត្រូវជាជាងចង់ឲ្យខ្លួនឯងរីករាយអ្វីទៅគឺជាផ្នត់ជំនឿរបស់ខ្ញុំយើងភាគច្រើនមានផ្នត់ជំនឿរៀងៗខ្លួនយើងដាក់ស្លាកឈ្មោះឲ្យខ្លួនឯងដូចជាខ្ញុំគឺជាគ្រូបង្រៀនខ្ញុំគឺជាជីតាខ្ញុំគឺជាមនុស្សសម័យទំនើបជាដើមផ្នត់ជំនឿរបស់យើងគឺមិនខុសអំពីប្រូក្រាមរបស់កុំព្យូទ័រដែលគេហៅថា software នោះទេផ្នត់ជំនឿរបស់យើងតែងតែទន្ទេញដាក់ត្រចៀករបស់យើងជានិច្ចហើយវាគ្រប់គ្រងជីវិតរបស់យើងជាប់មិនដាច់ថែមទៀតផងទីបំផុតផ្នត់ជំនឿទាំងនោះក៏បានក្លាយជាផ្ទាំងផ្សាយពាណិជ្ជកម្មរបស់យើងស្ពាយវាទៅកាន់កន្លែងការងារយើងស្ពាយវាទៅកាន់កន្លែងលំហែកាយនៅពេលដល់កន្លែងជប់លៀងយើងដកវាចេញមកក្រៅខ្ញុំគឺជាស្រីមេម៉ាយខ្ញុំគឺជាក្មេងដែលត្រូវគេបានរំលោភខ្ញុំកំពុងស្ថិតនៅលើផ្លូវក្លាយជាអ្នកបួសជាដើមយើងចំណាយពេលវេលាភាគច្រើននៃជីវិតដើម្បីប្រព្រឹត្តខ្លួនឲ្យដូចនឹងផ្នត់ជំនឿទាំងអស់នោះយើងទិញឡានសម្លៀកបំពាក់ហើយជ្រើសរើសមិត្តភ័ក្តិណាដែលត្រូវតាមផ្នត់ជំនឿនេះជីមគឺជាដុកទ័រម្នាក់គាត់ប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែធ្វើខ្លួនឲ្យដូចជាដុកទ័រហើយឲ្យនិយាយឲ្យដូចជាដុកទ័រខ្ញុំត្រូវការផ្ទះដែលស្ថិតនៅតំបន់ដែលពួកដុកទ័ររស់នៅហើយខ្ញុំត្រូវធ្វើសកម្មភាពណាដែលតាក់ទងនឹងសកម្មភាពរបស់បែបដុកទ័រគាត់កំណត់អ្វីៗគ្រប់យ៉ាងដោយផ្អែកលើតួនាទីជាដុកទ័រនេះប៉ុន្តែបរិះកំសត់ជីមរបស់យើងគឺមានជីវិតសោះក៏ក្រោះដូចជានំប៉័ងក្រៀមមួយដុំអញ្ចឹងការព្យាយាមធ្វើខ្លួនឲ្យដូចជាផ្នត់ជំនឿចាស់ឬផ្នត់ជំនឿអតីតកាលគឺធ្វើឲ្យយើងលំបាកលំបិនទៅវិញទេបើផ្នត់ជំនឿរបស់ខ្ញុំជាគ្រូបង្រៀននៅពេលខ្ញុំបាត់បង់ការងារនេះពេលនោះខ្ញុំនឹងលែងស្គាល់ថាខ្លួនឯងជានរណាជាក់ជាមិនខានបើផ្នត់ជំនឿរបស់ខ្ញុំគឺជាអ្នកទទួលភ្ញៀវល្អឥតខ្ចោះម្នាក់ពេលនោះខ្ញុំនឹងបង្កើតឲ្យខ្លួនឯងនៅការលំបាកពេលឆ្លោះឆ្លយមិនបានទទួលភ្ញៀវបានល្អព្រោះគ្មានថ្ងៃណាដែលល្អឥតខ្ចោះឡើយនៅពេលអ្នកជិតខាងម្នាក់ចូលមកបរិភោគអាហារពេលល្ងាចហើយខ្ញុំឆ្លោះឆ្លយធ្វើឲ្យការ៉ុតខ្លោចពេលនោះវានឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អមិនខាននៅទីនេះសេចក្តីពិតអ្នកមិនមែនជាផ្នត់ជំនឿរបស់អ្នកឡើយព្រោះអ្នកអាចផ្លាស់ប្ដូរវាបានហើយក៏គ្មានណាម្នាក់ខ្វល់ខ្វាយអំពីផ្នត់ជំនឿរបស់អ្នកនោះដែរព្រោះគ្មាននរណាមកហាមឃាត់មិនឲ្យអ្នកផ្លាស់ប្ដូរវានោះទេអ្នកមិនមែនជាកម្មសិទ្ធិរបស់ក្រុមមួយឬប្រអប់ណាមួយឡើយអ្នកគឺជាមនុស្សដែលមានបទពិសោធន៍ជាច្រើនខុសៗគ្នានៅពេលអ្នកឈប់ស្ពាយផ្នត់ជំនឿចាស់ៗដើរទៅវិញទៅមកអ្នកមុខជាលេងផ្ដោតលើផ្នែកណាមួយគត់នៃរឿងជីវិតរបស់អ្នកទៀតជាមិនខានដូចខ្ញុំសរសេរមួយប្រយោគនេះ
ខ្ញុំកំពុងតែគិតមិត្តភក្តិជនជាតិស្វីស2នាក់ឈ្មោះអែននិងភើរីកដែលមានអាយុជាង70ទៅ80ឆ្នាំទៅហើយប៉ុន្តែពួកគេនៅតែធ្វើដំណើរជុំវិញពិភពលោកភើរីកជិះស្បែកជើងស្គីរបស់ចៅគាត់និងចូលចិត្តលេងអ៊ីនធឺណិតចំណែកឯអែនវិញនាងចូលចិត្តទៅរាំរហូតដល់ម៉ោង4ព្រឹកពួកគេហាក់ដូចជាមិនមានផ្នត់ជំនឿថាខ្លួនឯងចាស់នោះទេពួកគេមានព្រលឹងព្រឺស្វាងតើអ្នកចងចាំផ្នត់ជំនឿខាងក្រោមដែរឬទេ1ខ្ញុំគឺជាមនុស្សសំខាន់ម្នាក់ដូច្នេះមនុស្សគ្រប់គ្នាត្រូវតែគោរពនិងធ្វើទង្វើដាក់ខ្ញុំឲ្យសមរម្យមនុស្សខ្លះតែងតែទាមទារឲ្យអ្នកដទៃត្រូវតែចងចាំរូបគេចង់ឲ្យអ្នកដទៃដឹងថាគេនឹងមានប៉ុណ្ណាហើយខ្ពង់ខ្ពស់កម្រិតណាថែមទៀតផងខណៈពេលដែលអ្នកទាមទារឲ្យអ្នកដទៃគិតថាអ្នកគឺជាមនុស្សសំខាន់អ្នកកំពុងធ្លាក់ខ្លួនការຕົកទៅវិញទេព្រោះសេចក្តីរីករាយរបស់អ្នកក្នុងខណៈនោះគឺកំពុងស្ថិតនៅក្នុងដៃរបស់អ្នកដទៃព្រោះថាបើគេសរសើរអ្នកសប្បាយចិត្តតែបើគេមិនសរសើរអ្នកក៏កើតទុក្ខដូច្នេះចូលបំភ្លេចខ្លួនថាខ្លួនជាមនុស្សសំខាន់ទៅព្រោះវាបណ្ដាលឲ្យចិត្តរបស់អ្នកស្មុគស្មាញខណៈពេលដែលអ្នកមិនតាំងចិត្តឲ្យគេផ្ដល់តម្លៃថាជាមនុស្សសំខាន់វាជាខណៈពេលដែលអ្នកមានអារម្មណ៍ធូរស្បើយក្នុងចិត្តតាមពិតអ្នកទាមទារឲ្យគេផ្ដល់តម្លៃកាន់តែតិចអ្នកទទួលតម្លៃកាន់តែច្រើនទៅវិញទេខ្ញុំគឺជាមនុស្សដែលគ្មានវាសនាឧទាហរណ៍ដូចជាគ្មានវាសនាជិះយន្តហោះលំដាប់ VIP គ្មានវាសនាទៅហែលទឹកសមុទ្រគ្មានវាសនាទៅមើលកុនគ្មានវាសនាស្លៀកពាក់ខោអាវក្រសេឬគ្មានវាសនាញ៉ាំអាហារជប៉ុនជាដើមនៅពេលយើងថាខ្លួនឯងនៅពាក្យដូចនេះខ្ញុំគ្មានវាសនាឬខ្ញុំតែងតែពាក្យបែបនេះបន្តរក្សាអ្នកឲ្យស្ថិតនៅក្នុងប្រអប់គំនិតនេះដោយអណ្ដើកត្រូវបានឃុំជាប់នៅក្នុងស្នុកអញ្ចឹងប៉ុន្តែតាមពិតទៅវាមិនមែនជាទ្រង់ជាប្រអប់ឬជាស្នុកអ្វីនោះទេវាគ្រាន់តែជាផ្នត់គំនិតរបស់យើងប៉ុណ្ណោះដែលចេះតែខ្សឹបពាក្យទាំងនេះដាក់ត្រចៀករបស់យើងក៏មានផ្នត់ជំនឿមួយចំនួនដូចជាខ្ញុំជាមនុស្សអារម្មណ៍ស្រាលដែលងាយអន់ចិត្តដោយសាររឿងផ្សេងៗខ្ញុំគឺជាមនុស្សប្រុសដើមទ្រូង5ហត្ថខ្ញុំគឺជាពុទ្ធបរិស័ទជាគ្រឹះបរិស័ទជាដូច្នេះខ្ញុំតែងតែ3ពេលខ្ញុំចាស់ទៅហើយដូច្នេះមិនអាចម្ដាយរបស់ខ្ញុំចាប់ផ្ដើមនិពន្ធសៀវភៅមួយរបស់គាត់នៅពេលគាត់ចូលដល់អាយុ67ឆ្នាំគាត់បានលាចាកលោកនៅអាយុ68ឆ្នាំហើយបន្សល់ទុកសៀវភៅដែលសរសេរមិនទាន់ចប់នៅឡើយប៉ុន្តែគាត់បានចាប់ផ្ដើមកិច្ចការនេះហើយគាត់មានមោទនភាពដោយសារវាខ្លាំងណាស់មានមធ្យោបាយមួយដែលធ្វើឲ្យជីវិតចម្រើនទៅមុខបានគឺត្រូវរៀនឲ្យស្រឡាញ់ចូលចិត្តអ្វីដែលអ្នកធ្វើរហូតដល់ដង្ហើមចុងក្រោយបើអ្នកបាននិពន្ធសៀវភៅបានពាក់កណ្ដាលឬមានផ្ទះមួយឬអាជីវកម្មមួយដែលត្រូវបានកសាងចប់បានពាក់កណ្ដាលហើយជាអកុសលអ្នកត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍តើអ្នកនឹងបារម្ភឬទេគំនិតសំខាន់ចូលសួរខ្លួនឯងថាតើអ្វីខ្លះដែលខ្ញុំគួរសម្រេចបានរួចបាត់ទៅហើយប្រសិនបើខ្ញុំគ្មានផ្នត់ជំនឿដូចសពថ្ងៃដូច្នេះតើផ្នត់ជំនឿអ្វីខ្លះដែលខ្ញុំគួរតែលះបង់ចោលចម្លើយគឺរាល់ផ្នត់ជំនឿទាំងឡាយណាដែលធ្វើឲ្យអ្នកនៅតែក្រីក្រនិងរងទុក្ខវេទនាប្រសិនបើផ្នត់ជំនឿមួយរបស់អ្នកមិនបានជួយអ្នកឲ្យប្រសើរឡើងទេដូច្នេះលែងលះវាចោលទៅវាមិនមែនមានន័យថាពួកវាថាជាជំនឿខុសនោះទេគ្រាន់តែពួកវាបណ្ដាលឲ្យអ្នកឈឺចាប់តែប៉ុណ្ណោះជាកិច្ចចាប់ផ្ដើមចូលអ្នកពិនិត្យមើលផ្នត់ជំនឿទាំងឡាយណាដែលចាប់ផ្ដើមដោយពាក្យគួរតែឧទាហរណ៍ដូចជាមនុស្សគួរតែសងគុណខ្ញុំវិញមនុស្សគួរតែសរសើរខ្ញុំប្រសិនបើខ្ញុំធ្វើការងារបានល្អប្តីរបស់ខ្ញុំគួរតែកត់សម្គាល់វាមនុស្សគួរតែផ្ដល់ការស្រឡាញ់ចំពោះខ្ញុំវិញមនុស្សគួរតែចេះយល់អារម្មណ៍របស់គេឲ្យច្រើនជាងនេះមនុស្សគួរតែចេះដឹងគុណគេផងផ្នត់ជំនឿដែលផ្ទុកតែពាក្យតែគួរតែមួយបញ្ជីខាងលើស្ដាប់មើលទៅហាក់ដូចជាសមហេតុផលប៉ុន្តែចូលអ្នកពិចារណាបន្តិចសិនតើនឹងមានអ្វីកើតឡើងចំពោះអ្នកប្រសិនបើអ្នកគ្មានផ្នត់ជំនឿទាំងអស់នៅក្នុងខួរក្បាលតើអ្នកមានសភាពបែបណាប្រសិនបើអ្នកមិនប្រកាន់ជំនឿថាមនុស្សត្រូវតែយល់ព្រមតាមអ្នកមនុស្សត្រូវតែដឹងគុណអ្នកត្រូវមើលចំណុចល្អរបស់អ្នកត្រូវតែស្រឡាញ់អ្នកតើការដែលមិនមានផ្នត់ជំនឿទាំងអស់នេះជាអត្តពលបែបណាលើជីវិតរបស់អ្នកមានហើយពេលខ្លះអ្នកប្រហែលជាទទួលបានការគោរពតិចតួចឬមិនត្រូវបានគេចូលចិត្តទាំងស្រុងក៏ថាបានប៉ុន្តែអ្នកនៅតែមានអារម្មណ៍រីករាយទោះបីជាមនុស្សធ្វើទង្វើបែបនេះដាក់អ្នកក៏ដោយផ្នត់ជំនឿបែបគួរតែมันអាចជួយឲ្យយើងចម្រុងចម្រើនបានទេព្រោះការពិតមិនដែលផ្ទុកពាក្យគួរតែឡើយអ្វីៗគ្រប់យ៉ាងគឺតែងតែអនុលោមទៅតាមសច្ចភាពរបស់វារៀងៗខ្លួននៅពេលអ្នកទាទៀនឬស្ដីបន្ទោសសច្ចភាពតែងតែឈ្នះអ្នកជានិច្ច
ផ្នត់ជំនឿរបស់អ្នកគឺជាកត្តាដែលកំណត់គុណភាពជីវិតរបស់អ្នកឧទាហរណ៍ចូលយើងឧបមាថាអ្នកមានផ្នត់ជំនឿមួយនេះឪពុកត្រូវតែចិញ្ចឹមបីបាច់កូនហើយត្រូវតែធ្វើអ្វីដែលពួកគេចង់បាននៅពេលឪពុករបស់អ្នកមិនបានធ្វើបែបនេះអ្នកនឹងមានអារម្មណ៍អាក់អន់ចិត្តមិនខានមែនទេដូច្នេះអ្នកក៏ចង់ផ្លាស់ប្ដូរឪពុករបស់អ្នកមនុស្សភាគច្រើនមិនដែលពិចារណាអំពីដំណោះស្រាយរបស់បញ្ហានោះឡើយពោលគឺផ្លាស់ប្ដូរផ្នត់ជំនឿនេះឯងអ្នកនិយាយថាប៉ុន្តែតើមនុស្សគ្រប់គ្នាមិនគិតអញ្ចឹងទេឬទេមនុស្សខ្លះមិនគិតបែបនេះទេហើយពួកគេមានអារម្មណ៍រីករាយជាងអ្នកដោយសារតែពួកគេគ្មានផ្នត់ជំនឿនេះមនុស្សមួយចំនួនមិនដែលរំពឹងគិតចង់ឲ្យអ្នកដទៃធ្វើទង្វើបែបនេះឬបែបនោះចំពោះពួកគេឡើយហើយជាលទ្ធផលពួកគេមានសន្តិភាពផ្លូវចិត្តដើម្បីមើលពិភពលោកខុសពីមុនអ្នកមិនចាំបាច់ត្រូវការឆន្ទៈទំនុកចិត្តលើខ្លួនឯងឬការវះកាត់ខួរក្បាលអ្វីនោះទេអ្នកចាំបាច់គ្រាន់តែមានសេចក្តីក្លាហានហ៊ានគិតគំនិតដែលអ្នកមិនធ្លាប់គិតពីមុនគឺជាការស្រេចដូច្នេះលើកក្រោយពេលអ្នកប្រែជាអន់ស្រពន់ចិត្តចំពោះនរណាម្នាក់ចូលចងចាំថាម្នាក់នោះមិនបានធ្វើឲ្យអ្នកខឹងសម្បារទេតាមពិតគឺផ្នត់ជំនឿរបស់អ្នកដែលធ្វើឲ្យអ្នកខឹងសម្បារខ្លាំងយ៉ាងនេះគំនិតអ្វីក៏ដោយឲ្យតែបណ្ដោយឲ្យអ្នកឈឺចាប់វាគ្រាន់តែជាគំនិតតែប៉ុណ្ណោះឬគ្រាន់តែជាសភាពចិត្តមួយតែប៉ុណ្ណោះដូច្នេះចូលអ្នកផ្លាស់ប្ដូរវាទៅ 2. ការងាររបស់ខ្ញុំគឺជាមេបញ្ហាពេលយើងស្ដីបន្ទោសការងាររបស់យើងជានិច្ចកាលវាគឺយើងឯនេះវិញទេដែលជាមេបង្កបញ្ហានេះចូលយើងនិយាយថាការងាររបស់អ្នកគឺជាការងារធុញទ្រាន់ហើយអ្នកមានផ្នត់ជំនឿមួយដែលចេះតែខ្សឹបដាក់ត្រចៀកថាការងារនេះគឺជាការងារគួរឲ្យធុញទ្រាន់ណាស់ប្រសិនបើអ្នកដាក់ពាក្យសុំការងារមួយដែលមើលទៅទំនងជាការងារគួរឲ្យរីករាយតើវានឹងមានអ្វីកើតឡើងក៏អ្នកប្រហែលជាមិនអាចទទួលបានការងារនេះទេព្រោះនិយោជកមើលឃើញថាអ្នកជាមនុស្សចូលចិត្តធ្វើការងារខអ្នកអាចទទួលបានការងារនេះប៉ុន្តែអ្នកនឹងធ្វើខ្លួនឯងឲ្យធុញទ្រាន់នឹងវានៅថ្ងៃណាមួយចូលអនុញ្ញាតឲ្យយើងឧបមាថាឥឡូវអ្នកមានជំនឿខុសពីផ្នត់ជំនឿខាងលើពោលគឺជឿថាការងារនេះគឺគួរឲ្យស្រឡាញ់ណាស់ជាមួយនឹងផ្នត់ជំនឿបែបនេះប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងការងារគំរក់មួយជាងមានសេចក្តីស្អប់ចំពោះវាអ្នកប្រហែលជាប្រើភាសាផ្សេងចំពោះវាទៅវិញដូចជាអ្នកនឹងនិយាយថាការងារនេះកំពុងតែធ្វើឲ្យដួងចិត្តរបស់ខ្ញុំអាប់អួរហើយថែមទាំងខុសអំពីអ្វីដែលខ្ញុំធ្លាប់រំពឹងទុកថែមទៀតផងខ្ញុំមិនគួរបន្តនៅទីនេះតទៀតទេជំនឿមោះមុតរបស់អ្នកមួយនេះនឹងលើកទឹកចិត្តអ្នកឲ្យអ្នកទ្រាំនឹងការងារនេះហើយស្វែងរកការងារថ្មីដែលល្អជាងនេះក្នុងពេលតែមួយដូច្នេះបញ្ហាគឺមិនបណ្ដាលមកពីលក្ខណៈរបស់ការងារនោះឡើយប៉ុន្តែវាបណ្ដាលមកពីលក្ខណៈនៃផ្នត់ជំនឿរបស់អ្នកឯនេះទៅវិញទេដែលអាចផ្លាស់ប្ដូរមុខមាត់របស់ស្ថានភាពទាំងស្រុងរបស់អ្នកបាន 3. រកលុយប៉ុន្តែខ្ញុំមិនអាចរកលុយបានច្រើនគ្រប់គ្រាន់តាមតម្រូវការឡើយម៉ារីនិយាយថាលោកមិនយល់ទេវាមិនមែនជាប្រព័ន្ធជំនឿរបស់ខ្ញុំឡើយវាគឺបណ្ដាលមកពីការងាររបស់ខ្ញុំមិនដែលរកលុយបានច្រើនជាងពីការងាររបស់ខ្ញុំទេណាស់ហើយម៉ារីចុះហេតុអ្វីបានជាម៉ារីឯងនៅបន្តធ្វើការនៅទីនេះទៀតម៉ារីឆ្លើយថាព្រោះវាគឺជាការងារតែមួយគត់ដែលខ្ញុំមានសមត្ថភាពអាចរកបានឃើញទេម៉ារីនេះហើយគឺជាប្រព័ន្ធជំនឿរបស់អ្នកចូលផ្លាស់ប្ដូរផ្នត់ជំនឿរបស់អ្នកនេះចេញទៅហើយអ្នកនឹងរកបានការងារថ្មីឬអាចចាប់ផ្ដើមធ្វើអាជីវកម្មក្រៅម៉ោងអាចរៀបចំផែនការហិរញ្ញវត្ថុឡើងវិញឬអាចអភិវឌ្ឍជំនាញបន្ថែមឬអាចខំប្រឹងធ្វើការនៅទីនោះដើម្បីឡើងតំណែងថ្មីម៉ារីបានឆ្លើយថាប៉ុន្តែកលៈទេសៈនេះគឺអាក្រក់ខ្លាំងណាស់ព្រោះកាសែតចុះផ្សាយថាសេដ្ឋកិច្ចកំពុងតែចុះដុនដាបនេះហើយគឺជាអ្វីដែលអ្នកមានជំនឿម៉ារីតើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកមិនជឿលើការចុះផ្សាយរបស់កាសែតសេចក្តីចម្រុងចម្រើនគឺតែងតែអាស្រ័យលើការធ្វើសកម្មភាពទៅតាមខួរក្បាលរបស់អ្នកខ្លួនឯងដោយមិនខ្វល់អំពីពាក្យរំខានរបស់អ្នកជិតខាងឬមនុស្សជុំវិញខ្លួនឡើយប៉ុន្តែប្រាក់ខែរបស់ខ្ញុំគឺជាប្រាក់ខែងាប់មិនខ្វល់ថាអ្នករស់ពឹងលើប្រាក់ខែឬប្រាក់ចំណូលផ្នត់ជំនឿរបស់អ្នកគឺជាមេខ្លោងដែលកំណត់ភាពស្ដុកស្ដំរបស់អ្នកចូលជ្រើសរើសមនុស្ស8នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុនតែមួយដែលមានប្រាក់ខែស្មើគ្នាពេលនោះយើងនឹងសង្កេតឃើញថាពួកគេមួយចំនួនមានទ្រព្យសម្បត្តិច្រើននិងរស់បានសុខសប្បាយថែមទៀតផងចំណែកមួយចំនួនទៀតបែរជាពឹងធនាគារដើម្បីខ្ចីប្រាក់ទិញសាំងវិចញ៉ាំទៅវិញដូច្នេះចំណុចខុសគ្នាគឺមិនស្ថិតនៅលើចំនួនលុយដែលពួកគេរកបាននោះទេប៉ុន្តែបណ្ដាលមកពីផ្នត់ជំនឿដែលពួកគេមើលទៅបញ្ហាលុយកាក់
ប្រសិនបើខ្ញុំមិនបានទទួលលុយទៅតាមចំនួនដែលខ្ញុំចង់បានឬបើខ្ញុំកំពុងបាត់បង់លុយដែលខ្ញុំកំពុងមានការនេះច្បាស់ណាស់បណ្ដាលមកពីមូលហេតុណាមួយមិនខានហើយមូលហេតុនេះមិនស្ថិតនៅក្នុងបរិស្ថានខាងក្រៅខ្លួនឡើយផ្ទុយមកវិញវាគឺជាច្បាស់ជាកើតចេញពីបរិស្ថានខាងក្នុងខ្លួនរបស់ខ្ញុំនឹងឯងទម្លាប់ចាក់ឆ្នោតគឺជាការឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ៗនឹងភ្នែកអំពីប្រព័ន្ធជំនឿដែលកំពុងតែគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុរបស់អ្នកដែលមានទម្លាប់ចាក់ឆ្នោតនោះមនុស្សទូទៅចូលចិត្តគិតថាលុយអាចដោះស្រាយបញ្ហារបស់ពួកគេបានប៉ុន្តែមនុស្សភាគច្រើនដែលបានឈ្នះឆ្នោតទីបំផុតប្រែជាជាប់បំណុលគេវ័នកទៅវិញក្នុងរយៈពេលតែ2ឬ3ឆ្នាំក្រោយពីការឈ្នះឆ្នោតគឺលឿនជាងការពួកគេមិនទាន់ឈ្នះឆ្នោតទៅទៀតហេតុអ្វីទៅគឺព្រោះតែផ្នត់ជំនឿរបស់ពួកគេដែលនិយាយថាខ្ញុំជាប្រភេទមនុស្សដែលយាយជានិច្ចហើយផ្នត់ជំនឿនេះនឹងបំផ្លាញ100លានដុល្លាររបស់ពួកគេរហូតដល់ពួកគេធ្លាក់ខ្លួនដាច់យ៉ាយដោយផ្នត់ជំនឿរបស់ពួកគេនឹងថ្មីនេះនៅក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលីខ្ញុំបានបើកទូរទស្សន៍ដើម្បីមើលបុរសម្នាក់ដែលបានឈ្នះឆ្នោតជាលើកទី2នៅក្នុងបទសម្ភាសន៍នោះគាត់បាននិយាយថាប្រាក់ 1.3 លានដុល្លារនេះគឺតិចតួចខ្លាំងណាស់ព្រោះឥឡូវនេះខ្ញុំកំពុងតែចំណាយច្រើនណាស់ក្នុងការរស់នៅហើយបុរសម្នាក់នេះគឺទៅឈ្នះឆ្នោតម្ដងកាលពី2ឆ្នាំមុនតែប៉ុណ្ណោះទំហំនៃកណន័យរបស់អ្នកគឺមានទំហំប៉ុណ្ណឹងប្រព័ន្ធជំនឿរបស់អ្នកដូច្នេះចូលគ្រប់គ្រងគំនិតរបស់ខ្លួនឯងព្រោះគំនិតរបស់យើងគឺជាអ្នកគ្រប់គ្រងជីវិតទាំងស្រុងរបស់យើងគឺមិនមែនរបស់ក្រៅខ្លួនទេដែលគ្រប់គ្រងជីវិតរបស់យើងផលប្រយោជន៍នៃការដាច់យ៉ៃមនុស្សដែលដាច់យ៉ៃមិនដែលសួរខ្លួនឯងនៅសំណួរចំឡើយតើមានអ្វីខ្លះនៅក្នុងស្ថានភាពដាច់យ៉ៃនេះដែលធ្វើឲ្យខ្ញុំចូលចិត្តមានគុណសម្បត្តិមួយចំនួននៅក្នុងស្ថានភាពដាច់យ៉ៃឧទាហរណ៍ខ្ញុំអាចស្រមៃឃើញសួគ៌គីលីឃើញព្រះជាម្ចាស់ស្រឡាញ់ខ្ញុំភាពក្រីក្រគឺជាប្រសិទ្ធពរជ័យដែលព្រះជាម្ចាស់ផ្ដល់ជាមេរៀនខ្ញុំអាចឈរជើងនៅក្នុងក្រុមមនុស្សកាងបានបើខ្ញុំនៅតែក្រដូចនេះខ្ញុំនឹងមានអារម្មណ៍ខ្មាស់អៀននៅក្នុងចំណោមពួកគេឡើយខ្ញុំនឹងទទួលបានក្តីអាណិតអាសូរពីអ្នកដទៃខ្ញុំមិនចាំបាច់ពិបាកដាក់វិន័យលើខ្លួនឯងឡើយព្រោះភាពជោគជ័យតែងតែត្រូវការវិន័យឯភាពក្រីក្រមិនត្រូវការវិន័យអ្វីទេខ្ញុំមិនចាំបាច់ផ្លាស់ប្ដូរទម្លាប់អ្វីទេហើយកាន់តែពិសេសជាងគេបំផុតនោះគឺខ្ញុំអាចចោទប្រកាន់ឬស្ដីបន្ទោសអ្នកដទៃជាពិសេសគឺរដ្ឋាភិបាលបើយើងស្មោះត្រង់យើងប្រហែលជាទទួលស្គាល់ការពិតថាភាពក្រីក្រឬភាពដាច់យ៉ៃគឺសមនឹងខ្លួនឯងមែនព្រោះយើងខ្លាចលំបាកខ្ជិលមិនហ៊ានផ្សងព្រេងមនុស្សមិនមានច្រើនទេដែលហ៊ាននិយាយការពិតថាខ្លួនបានជ្រើសរើសយកភាពក្រីក្រប៉ុន្តែបញ្ជីខាងលើមើលទៅដូចជាលើកកម្លាំងចិត្តណាស់មែនទេគ្រប់ទង្វើដែលយើងធ្វើគឺសុទ្ធតែបង្កើតផលរបស់វារៀងៗខ្លួនរាប់បញ្ចូលទាំងក្រីក្រផងដែរផ្នត់ជំនឿអំពីរឿងលុយកាក់របស់ឪពុកម្ដាយតើឪពុកម្ដាយរបស់យើងចូលចិត្តនិយាយភាសាដូចជាលុយងាយស្រួលរកណាស់កុំព្រួយយើងមានលើតម្រូវការជានិច្ចពេលយើងចាយលុយនេះលុយច្រើនទៀតនឹងហូរចូលមកឬក៏ឪពុកម្ដាយរបស់យើងចូលចិត្តនិយាយភាសាខាងក្រោមជាងលុយគឺជាឫសគល់នៃភាពអពមង្គលទាំងឡាយយើងគ្មានលទ្ធភាពទេលុយមិនមែនដោះនៅលើមែកឈើទេប្រសិនបើអ្នកសាំជាមួយនឹងភាសានៅក្នុងបញ្ជីទី2ច្រើនជាងទី1ផ្នត់ជំនឿរបស់ពុកម្ដាយទាំងអស់នេះបានក្លាយជាការពិតរបស់អ្នករួចទៅហើយការលំបាកលំបិនរបស់ពួកគាត់បានក្លាយជាការលំបាកលំបិនរបស់អ្នកចូលកុំមានអារម្មណ៍ខ្មាស់អៀននឹងលុយកាក់មនុស្សភាគច្រើនមានភាពអៀនខ្មាស់ណាស់ពេលនិយាយអំពីរឿងលុយគឺខ្មាស់ខ្លាំងជាងការនិយាយអំពីរឿងរួមភេទទៅទៀតតើអ្នកធ្លាប់កត់សម្គាល់ដែរទេថាតើវាលំបាកប៉ុណ្ណាពេលឲ្យលុយទៅមនុស្សមួយចំនួនពួកគេគឺដូចជាមនុស្សឆ្កួតអញ្ចឹងអត់ទេមិនចាំបាច់ទេខ្ញុំមិនត្រូវការវាទេប៉ុន្តែអ្នកបានដឹងច្បាស់ណាស់ថាពួកគេកំពុងតែរស់នៅក្នុងភាពដាច់យ៉ៃហូបតែនំប៉័ងក្លែមជាមួយនឹងទឹកសាបពួកគេធ្វើរឹកបែបនេះព្រោះពួកគេខ្មាស់អៀនខ្លាំងណាស់ពួកគេឈឺចិត្តដូចត្រូវគេមើលងាយពេលលោកដៃយកលុយរបស់ពួកគេខ្ញុំមិនត្រូវការលុយរបស់អ្នកទេខ្ញុំមានហើយមិនអីទេមានគ្នាយើងមួយចំនួនតឹងចិត្តមិនតិចទេនៅពេលនិយាយអំពីលុយម្ដងយើងឲ្យមិត្តភ័ក្តិខ្ចីលុយមួយចំនួនហើយដល់ពេលត្រូវការលុយវិញយើងមិនដឹងថាត្រូវទារវាមកយ៉ាងម្ដេចដូចម្ដេចឡើយឯងដឹងហើយថាឯងនៅចាំទេអ្នកណាហើយមិនអីទេណាមួយគ្នាមិនទាន់ត្រូវការវាចាំបាច់ឡើយហើយវាគ្មានបញ្ហាទេបើតើអ្នកគួរនិយាយថាម៉េចទៅគ្នាគ្រាន់តែឆ្ងល់ថាគឺយើងមិនហ៊ាននិយាយចំទេថ្ងៃណាឯងសងលុយអញវិញឡើយប្រសិនបើអ្នកមានការងារដែលធ្វើឲ្យអ្នកមិនស្រួលក្នុងចិត្តឬមានទំនាក់ទំនងដែលធ្វើឲ្យរកាំរកូសចិត្តមិនយូរមិនឆាប់ទេអ្នកនឹងចាកចេញពីវាមិនខាន
បើអ្នកមិនស្រួលចិត្តចំពោះរឿងលុយកាក់ទេបើអ្នករកាំរកោសចិត្តនៅពេលនិយាយអំពីវាឬបើសិនជាលុយមិនអាចអង្គុយស្រស់ស្រួលនៅក្បែរអ្នកទេវាច្បាស់ណាស់ថាអ្នកនឹងចាកចេញពីវាមិនខានរបស់ដែលធ្វើឲ្យយើងខ្ពើមរអើមឬធ្វើឲ្យយើងរកាំរកោសចិត្តយើងតែងតែព្យាយាមជៀសអំពីវាគំនិតសំខាន់ដើម្បីមានរបស់អ្វីមួយនៅក្នុងជីវិតនិងដើម្បីរក្សាវាឲ្យគង់វង្សអ្នកត្រូវតែមានអារម្មណ៍សុខស្រួលចិត្តនៅពេលនៅក្បែរវាដូចគ្នាដើម្បីបង្កើតលុយនិងរក្សាលុយឲ្យគង់វង្សអ្នកត្រូវតែមានអារម្មណ៍ស្រួលចិត្តពេលនៅជិតវា